រៀនខ្មែរឡើងកោតហើយគណៈឯកអគ្គរដ្ឋទូតចិនបានលើកឡើងថាទុរេនកម្ពុជាពូតអើខាឆ្ងាញ់ជាងគេលើលោកនិងរំពងថានាំចេញទៅចិននាពេលអនាគតនៅបាំងតែជាង2ខែទៀតទេរដូវប្រមូលផលទុរេនចាប់ផ្ដើមបណ្ដាហើយនៅក្នុងនោះកសិករនិងសមាគមទុរេននានាក៏នឹងត្រូវគប់គង់នៅក្នុងស្រុកក៏ដូចជានាំចេញមួយចំនួនផងដែរហើយកម្ពុជាយើងមានដីក្រហមដែលអំណោយផលសម្រាប់ផ្លែទុរេនមិនត្រឹមតែទទួលបានផលល្អច្រើននោះទេប៉ុន្តែរសជាតិក៏ឈ្ងុយឆ្ងាញ់ផងដែរទន្ទឹមនឹងនេះឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានសរសើរទុរេនខេត្តកំពតគឺពូជអើខាថាឆ្ងាញ់ជាងគេលើលោកបន្ទាប់ពីលោកបានភ្លក់នៅចំការទុរេនខេត្តកំពតហើយលោកក៏ជឿជាក់ថាទុរេនខ្មែរកាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគតយោងតាមការបង្ហោះរបស់លោកវ៉ាងវ៉េនប៊ីងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាបានសរសេរថាខ្ញុំរីករាយដែលបានមកលេងចំការទុរេនកំពតនិងភ្លក់ទុរេនអើខាដែលជាទុរេនឆ្ងាញ់ជាងគេលើពិភពលោកសូមអរគុណដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជាសម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅហើយជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវបាននាំចេញទៅកាន់ប្រទេសចិននាពេលអនាគតសូមជម្រាបផងដែរថាដីដែលអំណោយផលសម្រាប់ផ្លែទុរេនក្រៅពីពូជអើខាខេត្តកំពតក៏មានខេត្តកំពង់ចាមដែលនិយមប្រភេទពូជម៉ាន់ថងសាច់ទឹកដោះគោគ្រាប់តូចមានរសជាតិផ្អែមឆ្ងាញ់ហើយមានខេត្តកោះកុងខេត្តពោធិ៍សាត់និងនៅក្នុងស្រុកសំឡូតខេត្តបាត់ដំបងជាចុងក្រោយទុរេនខេត្តមណ្ឌលគិរីប្រមូលផលក្រោយគេព្រោះតែអាកាសធាតុខុសគ្នាពីបណ្ដាខេត្តដទៃដូច្នេះសម្រាប់ប្រិយមិត្តដែលចង់បានទុរេនធម្មជាតិមកពីខេត្តកំពតក៏ដូចជាខេត្តកំពង់ចាមខ្ញុំនឹងដាក់លេខក៏ដូចជា Facebook Page នៅខាងក្រោមខមមិននេះព្រឹត្តិការណ៍ទិញលក់រថយន្តដ៏ធំបំផុតប្រចាំឆ្នាំ2025បានមកដល់ហើយឱកាសពិសេសសម្រាប់លោកអ្នកដែលជាម្ចាស់អាជីវកម្មអ្នកធ្វើការឬកំពុងស្វែងរករថយន្តនៅក្នុងក្តីស្រមៃចូលរួមនៅក្នុងពិព័រណ៍បច្ចេកវិទ្យានិងយានយន្តដ៏ធំបំផុតប្រចាំឆ្នាំស្វែងរករថយន្តថ្មីសន្លាងនិងរថយន្តមួយទឹកដែលមានគុណភាពខ្ពស់គ្រប់ model គ្រប់ប្រភេទដែលប្រមូលផ្ដុំនៅក្នុងពិព័រណ៍តែមួយរយៈពេល2ថ្ងៃជាប់គ្នាកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅជួបគ្នានៅក្នុងពិព័រណ៍បច្ចេកវិទ្យានិងយានយន្ត2025ថ្ងៃទី7-8 ខែមិថុនាស្ថិតនៅក្នុងផ្សារទំនើបជីបម៉ុង271 មេហ្គាម៉ល